នេះដែរខ្ញុំសូមបញ្ជាក់បើបងប្អូនអត់ទាន់មានកម្មវិធីហ្នឹងទេបងប្អូនធ្វើការ search នៅក្នុងកម្មវិធី Play Store សម្រាប់ទូរស័ព្ទ Android ហើយបន្ទាប់មកបងប្អូនធ្វើការចុច search ពាក្យ UCAT ហើយបងប្អូនក៏ឃើញសញ្ញារូបកន្ត្រៃហ្នឹងហើយបងប្អូន download យកមកប្រើមកសម្រាប់ខ្ញុំជ្រើសយកកម្មវិធីហ្នឹងពីព្រោះវាងាយស្រួលអញ្ចឹងបន្ទាប់មកយើងចូលមកអញ្ចឹងសង្កត់កន្លែងចូលហ្នឹងសង្ឃឹមថាបងប្អូនអស់គ្នាគាត់ជិះយល់ហើយមិនធ្វើមួយយឺតទៀតទេអញ្ចឹងតើបើយើងចូលហើយយើងនឹងឃើញវីដេអូរបស់យើងនៅក្នុងហ្នឹងអញ្ចឹងវីដេអូដែល download អំបញ្ញមិញគឺជាង1ម៉ោងអញ្ចឹងគឺវីដេអូមួយហ្នឹងអញ្ចឹងយើងសម្រាប់យកមកអញ្ចឹងបន្ទាប់ពីយើងបាន download វីដេអូហ្នឹងហើយអញ្ចឹងជំហានបន្ទាប់ដែលយើងត្រូវធ្វើគឺជាជំហានដែលយើងធ្វើវីដេអូដើម្បីកុំឲ្យជាប់ copyright ដើម្បីយកទៅផុសក្នុង YouTube អញ្ចឹងក្រោយមកហ្នឹងយើងបាន download វីដេអូអញ្ចឹងជំហានហ្នឹងយើងធ្វើទៅជាវីដេអូដែលកាត់កុំឲ្យជាប់ copyright អញ្ចឹងយើងក៏លះតិចមកអញ្ចឹងខ្ញុំធ្វើការ zoom វាងាយស្រួលអញ្ចឹងនេះបងប្អូនអញ្ចឹងបងប្អូនរឿងរបស់យើងគឺយកមកហើយអញ្ចឹងវិធីដែលធ្វើឲ្យវីដេអូកុំឲ្យប៉ុសជាប់ copyright អញ្ចឹងបងប្អូនធម្មតាបើយើងsave វីដេអូទាំងមូលយើងអត់មានការឆ្នៃកាត់តអីទេវានឹងជាប់ copyright អញ្ចឹងអ្វីដែលយើងទៅធ្វើយើងចុចលើវាមួយចុចលើមួយមកតបមកឥឡូវសារថ្មីចេញវិញអញ្ចឹងធម្មតាអក្សរឃើញរូបកន្ត្រៃឃើញរូបភ្លេងរូបអីអញ្ចឹងជំហានដែលយើងទៅធ្វើយើងចុចលើវាមួយចុចលើរូបវីដេអូហ្នឹងខាងក្រោមហ្នឹងអញ្ចឹងយើងនឹងឃើញសញ្ញាដូចនេះអញ្ចឹងបងប្អូនធម្មតាបងប្អូនឃើញហើយកន្លែងដែល YouTube របស់បងប្អូនយើងមួយចំនួនដែលគាត់ធ្វើជាវីដេអូសម្រាយរឿងអញ្ចឹងគាត់ពេលខ្លះមានវីដេអូ scope វីដេអូខ្លីវីដេអូលឿនអញ្ចឹងបន្ទាប់មកជំហានបន្ទាប់ដែលយើងទៅធ្វើចុចកន្លែង speed អញ្ចឹងយើងចុចលើវា plug មកយើងជ្រើសយកលឿនអញ្ចឹងអាហ្នឹងសម្រាប់ស្រេចទៅលើបងប្អូនដែលថាបងប្អូនសម្រាយរឿងនិយាយយូរឬក៏និយាយយឺតអាហ្នឹងស្រេចទៅលើបងប្អូនទេប៉ុន្តែជាចំណេះដឹងរបស់ខ្ញុំដែលធ្លាប់ផុសកន្លងមកហ្នឹងគឺខ្ញុំជ្រើសរើសយកល្បឿនដាក់ល្បឿន60អញ្ចឹងក្នុង web ខ្លះអញ្ចឹងល្បឿនហ្នឹងវា60ទេវាយឺតអញ្ចឹងបន្ទាប់ពី60មកអញ្ចឹងខ្ញុំសូមរឿងធម្មតាខ្ញុំសូមបញ្ជាក់ទៀតរឿងធម្មតាយើងកាត់ចុះកាត់ឡើងវាសល់តែត្រឹមយ៉ាងច្រើន20នាទីជាងឯងអញ្ចឹងខ្ញុំធ្វើបញ្យល់ឲ្យបងប្អូនមើលតែម្ដងអញ្ចឹងយើងយកតែត្រឹម20នាទីជាងទេថា20នាទីចុះអញ្ចឹងរឿងហ្នឹងកាត់ត្រឹម20នាទីហ្នឹងយើងធ្វើឧទាហរណ៍ទេវីដេអូអាហ្នឹងបងប្អូនយកប្រហែលសាច់លើបងប្អូនទេអញ្ចឹងចុចមកកន្លែងហ្នឹងអស់យើងវាមកវិញមកអញ្ចឹងវីដេអូហ្នឹងគឺល្បឿនគឺត្រឹម6វិនាទីមិន6វិនាទីគឺ 0.6 ល្បឿននេះគឺ10អញ្ចឹងយើងបន្ថយត្រឹម 0.6 អញ្ចឹងវីដេអូហ្នឹងយើងអាចមើលបានដែរអញ្ចឹងបើបងប្អូនចង់សម្រាយបងប្អូននិយាយទៅបន្ទាប់មកយើងចុចលើវាមួយទៀតត្រឹមតែ30វិបងប្អូនចុចសម្រាប់ split អាហ្នឹងខ្ញុំអង់គ្លេសខ្ញុំមិនសូវចេះទេយើងហៅ split ចឹងទៅយើងចុចមកហើយអាកន្លែងខ្លះយើងចុច split ទៀតមកតបមកវីដេអូខ្លះទៀតបងប្អូនចុចកន្លែងហ្នឹងឧទាហរណ៍បងប្អូនត្រូវនិយាយកន្លែងហ្នឹងបងប្អូនចុចកន្លែង speed ហើយបងប្អូនដក speed វាទៀតមកដកដាក់ត្រឹម3ឬត្រឹម4ទៅអញ្ចឹងដាក់ត្រឹម4ទៅហើយបងប្អូននិយាយអញ្ចឹងទៅហើយអញ្ចឹងវីដេអូហ្នឹងគឺធ្វើតែប៉ុណ្្នឹងទេអញ្ចឹងសម្រាប់បងប្អូនដែលថាធ្វើកុំឲ្យជាប់ copyright អញ្ចឹងអ្វីដែលខ្ញុំដឹងហ្នឹងគឺខ្ញុំធ្វើកន្លងមកគឺវាដូចនេះប៉ុន្តែសូមបញ្ជាក់ថាបងប្អូនវីដេអូពេលខ្លះយើងធ្វើបើយើងធ្វើរឿងលឿនឬក៏ធ្វើសកម្មភាពដែលមើលទៅជាវីដេអូរបស់ម្ចាស់វីដេអូវាក៏ជាប់វាក៏ load copyright ដែរអញ្ចឹងមានកន្លែងខ្លះទៀតបងប្អូនអាច zoom មកហើយយើងចុច speed ដកល្បឿនទៅទៀតល្បឿនខ្លះយើងដាក់យើងអាចជាកន្លែងខ្លះនេះដូចចឹងមកត្រេពាក់កណ្ដាលចឹងមកយើងចុចអាហ្នឹងយើងតាមការយើងសម្រាយកន្លែងខ្លះយើងដាក់រឿងលឿនឥឡូវយើងកន្លែងហ្នឹងវា6អញ្ចឹងកន្លែងហ្នឹងយើងដាក់4ហ្នឹងទៅដល់អញ្ចឹងយើងកាត់ទៀតទៅកាត់ចឹងទៅកន្លែងខ្លះយើងដាក់បើកន្លែងហ្នឹងឧទាហរណ៍រៀងវីដេអូណាយើងត្រូវនិយាយយើងដាក់3មកធម្មតាយើងនិយាយគឺត្រូវការយឺត3ក៏បាន4ក៏បានដែរបងប្អូនដាក់ចឹងទៅដល់កន្លែងខ្លះដល់វាអត់សូវនិយាយបងប្អូនដាក់ចឹងទៀតទៅកាត់អញ្ចឹងទៀតទៅ
កាត់ដាក់លបឿនកន្លែងខ្លះដាក់8ឬក៏9ដាក់7អញ្ចឹងទៅ7អញ្ចឹងទៅចឹងដាក់7អញ្ចឹងវីដេអូហ្នឹងមើលទៅរៀងលឿនណាស់អញ្ចឹងមកសម្រាប់ខ្ញុំសូម recommend ឲ្យបងប្អូនទាំងអស់គ្នាចុច speed ទៀតហើយដកលបឿនតែវាលឿនពេកអញ្ចឹងនឹងធ្វើការសម្រាយវាបានទេប៉ុន្តែខ្ញុំសូមបញ្ជាក់ក្នុងវីដេអូហ្នឹងចំណុចដែលសំខាន់ដែលកុំឲ្យជាប់ copyright តែម្ដងគឺលបឿន3 5កន្លែងខ្លះ8ប៉ុន្តែលបឿនលឿនគឺត្រឹមតែវីដេអូខ្លីៗបានហើយព្រោះកន្លែងវីដេអូដែលយើងទៅសំខាន់ដែលយើងមើលថាវាអាចល្អមើលចាក់ឲ្យគេមើលយើងអាចលួចបើកសំឡេងបន្តិចឬក៏ដាក់លបឿនធម្មតាហ្នឹងអាចបានប៉ុន្តែលបឿនសំខាន់ដែលក្នុងការសម្រាយតែម្ដងគឺយក3ហើយនឹងយក5យក6ហើយ8នឹងលេខ10ហ្នឹងលបឿនធម្មតាហ្នឹងយើងប្រើតិចបានហើយអញ្ចឹងសូមអរគុណបងប្អូនអរគ្នាវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសង្ឃឹមថាហើយវីដេអូនេះសូមបញ្ជាក់ខ្ញុំមកបានយកទៅផុសទេប៉ុន្តែបងប្អូនសាកធ្វើតាមវិធីនេះទៅខ្ញុំជឿថានឹងបានអញ្ចឹងសូមអរគុណប៉ុន្តែមុននឹងចប់វីដេអូសូមបងប្អូនកុំភ្លេចជួយចុច Subscribe ឲ្យខ្ញុំបានម្នាក់មួយផងមកពីពេញចិត្តវីដេអូរបស់ខ្ញុំសូមអរគុណជំរាបលាទាំងអស់គ្នាហេង